ការប្រយុទ្ធមិញនេះក្រុមហ៊ុន Apple បានតម្លាក់នៅ iOS 26ជាលើកទី2ដែលទំហំ547 MB ដែលបងប្អូនអាចធ្វើការអាប់ដេតហើយបងប្អូនដែលអាចទទួលបាននៅ version iOS 26 beta ហ្នឹងចំនួនសាកល្បងទី1ដដែលតែអាប់ដេតជាលើកទី2ហ្នឹងគឺសម្រាប់តែ iPhone 15ក៏ដូចជា16 series តែប៉ុណ្ណោះដែលក្នុងនោះគឺក្រុមហ៊ុន Apple បានតម្លាក់ដើម្បីមកជួសជុលនៅកម្មវិធីមួយចំនួនក៏ដូចជាការប្រើប្រាស់ទៅមានបញ្ហារអាក់រអួលមួយចំនួនដូចជាកម្មវិធី app ធនាគារផ្សេងៗដែលបងប្អូនអាប់ដេតហើយវាដំណើរការអត់សូវបានល្អហ្នឹងអញ្ចឹងមិនថាការចេញចូលក៏ជាដំណើរការផ្ទាំង home screen នេះហ្នឹងគឺពីមុនវារៀងរអាក់រអួលរៀងតាក់តែឥឡូវហ្នឹងគឺ smooth មែនតើបងប្អូនអរគ្នាអញ្ចឹងវាដំណើរការស្រួលប្រើជាងមុនបងប្អូនអាចឃើញថា control center ពេលដែលយើងអស់ទៅក៏ smooth ជាងមុនមិនថាការចេញចូលកម្មវិធីមិនថាការចូលទៅ setting អីលឿនជាងមុនជួសជុលទៅលើបញ្ហាសាកថ្មអីផ្សេងការ optimize ថ្មការប្រើប្រាស់ទឹកក្តៅអីហ្នឹងវាជួយកាត់បន្ថយអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណេះសម្រាប់ចែករំលែកទៅកាន់បងប្អូនអរគ្នាអញ្ចឹងខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ